filter យក filter render យក filter lens clear នៅពេលនោះយើងនឹងឃើញពលិព្រះអាទិត្យដុំពលិព្រះអាទិត្យរបស់យើងតើយើងចង់ដាក់នៅទីណាហ្នឹងគឺយើងអាស្រ័យទៅលើការដាក់របស់យើងមកណាយើងដាក់នៅទីនេះដាក់នៅទីនេះឬក៏ដាក់នៅទីនេះណាអ្វីដែលយើងមើលឃើញថាវាដាក់មកល្មមតែស្អាតយើងដាក់អញ្ចឹងមកណាអញ្ចឹងខ្ញុំដាក់នៅត្រឹមនេះចុះអានេះ brightness ពាក់ព័ន្ធជាមួយនឹងការបន្ឡើងពន្លឺនិងការបន្ថយពន្លឺរបស់ប្រព័ន្ធព្រះអាទិត្យរបស់យើងនិង lens ថៃពាក់ព័ន្ធជាមួយនឹងការដាក់50ដល់300 mm zoom បែបប្រភេទបែបនេះ45 mm zoom primi យើងដាក់បែបនេះ105 mm primi យើងដាក់បែបនេះនិង moving primi ណាបាទជាស្រេចអញ្ចឹងខ្ញុំគិតថាខ្ញុំយកត្រឹម105 mm primi មកហើយខ្ញុំចុច OK ចឹងយើងនឹងឃើញពលិព្រះអាទិត្យនៅលើនេះមួយមែនទេអូខេនេះគឺជាការដាក់នៅពលិព្រះអាទិត្យនៅក្នុងកម្មវិធី Adobe Premiere Adobe Photoshop ណាហើយយើងមានរូបភាពផ្សេងទៀតមកយើងអានេះវាជារូបភាពយើងយកចេញមកពីច្រមចេះរូបភាពយើងចាក់ស្ដែងឧទាហរណ៍ខ្ញុំចង់ដាក់នៅខាងក្រៅដូចគ្នាដែរទេយក render lens clear ហើយយើងរើសទីតាំងមកអូខេទីតាំងនៅទឹកនេះហើយខ្ញុំចុចអូខេនេះដូចគ្នាដែរ filter render lens clear ហើយខ្ញុំដាក់ថានៅទីនេះចឹងណាហើយខ្ញុំចុចខ្ញុំយក45 mm ឬក៏ខ្ញុំយក50ដល់300 mm មកហើយយើងចុច OK ណាបញ្ជាក់គ្នាយើងថាប្រភេទបែបណាក៏យើងយកបានដែរតែនេះវាជាការឧទាហរណ៍ទេណា filter render lens clear ហើយយកប្រភេទជា105 mm primi យើងចុច OK អូខេណានេះគឺជាការដាក់នៅពលិព្រះអាទិត្យនៅក្នុងកម្មវិធី Adobe Premiere Adobe Photoshop របស់យើងណាហើយខ្ញុំនឹងធ្វើជា Antenu ណាថ្ងៃការឈូសនៅ background ខាងក្រោយនឹងដាក់ទៅជាផ្ទៃពពកផ្សេងៗខាងទៀតបាទអរគុណ